កុំឲ្យខាតពេលយូរហើយយើងកុំឲ្យក្តុកក្តួលយូរពេកយើងនឹងចាប់ផ្ដើមប្រកាសលទ្ធផលតែក្នុងការប្រកាសលទ្ធផលគឺពេលអ្នកដែលឮឈ្មោះគឺបានន័យថាជាអ្នកជាប់តែអ្នកដែលអត់ឮឈ្មោះបានន័យថាជាអ្នកធ្លាក់អូខេ so យើងនឹងចាប់ផ្ដើមប្រកាសតើអ្នកណានឹងឈានជំហានឡើងមកមុខដែលខ្លាចជាអ្នកជាប់មុនគេ សម្រាប់អ្នកដែលបានឈានជើងទៅវគ្គផ្ដាច់ព្រាត់មុនគេគឺសូមសម្លេងខ្លាំងៗឲ្យធានហ្វូអបអរសាទរទៅដល់ធានហ្វូអូមែន ធានហ្វូគឺជា fighter ទី1ដែលអាចឆ្លងបន្តទៅកាន់វគ្គ final ចង់ដឹងថាតើ rapper ទី2 fighter ទី2គឺជាអ្នកណាសូមទុកទូនាទីទៅឲ្យបង Juvy អូខេចាំអ្នកដែលមានឈ្មោះនឹងឈានជើងឡើងទៅវគ្គផ្ដាច់ព្រាត់បន្ទាប់ដែលជាវគ្គ final ដែលមានឈ្មោះគឺបេក្ខជនដែលមានឈ្មោះសូមសម្លេងខ្លាំងៗឲ្យ Gen Z អបអរសាទរដល់ Gen Z fighter ដែលឆ្លងទៅវគ្គ final ទី2គឺជា Gen Z ចង់ដឹងថាតើអ្នកណាជាអ្នកទី3មិនបង្អង់ពេលយូរបងជួយ let's go តើយើងនឹងសល់6នាក់ទៀតអូ man អូខេចឹង rapper fighter បន្ទាប់ដែលឈានជើងបានទៅដល់វគ្គផ្ដាច់ព្រាត់គឺមានឈ្មោះសូមសម្លេងខ្លាំងៗឲ្យសម្បុកអបអរសាទរដល់សម្បុក ទី3គឺជាសម្បុកដែលអាចឆ្លងទៅដល់វគ្គផ្ដាច់ព្រាត់នៅក្នុងកម្មវិធី Rapper Fighter រដូវកាលទី2ចង់ដឹងថាតើ Fighter ទី4គឺជាអ្នកណាសូមជើញបង Juvy សូមសលេងខ្លាំងៗទាំងអស់គ្នាស្រ័យមើលតើអ្នកណាដែលជាអ្នកបន្ទាប់ឈានទៅដល់វគ្គផ្ដាច់ព្រាត់ Alright
កជនបន្ទាប់គឺមានឈ្មោះសូមសម្លេងខ្លាំងៗឲ្យរ៉េសឺFighter ទី4គឺជារក្សាដែលអាចបន្តដំណើរទៅវគ្គផ្ដាច់ព្រាត់នៅក្នុងកម្មវិធី Rapper Fighter រដូវកាលទី2ហើយនៅក្នុងរវាង4នាក់ដែលមាន Long Way Crazy Lato ហើយនិង MJJ នឹងមានតែ2នាក់ប៉ុណ្ណោះដែលអាចបន្តទៅកាន់វគ្គផ្ដាច់ព្រាត់នៅក្នុងកម្មវិធី Rapper Fighter រដូវកាលទី2ខណៈពេលនេះតើ2នាក់ដែលអាចបន្តទៅមុខទៀតទៅកាន់វគ្គ Final ថាតើជាអ្នកណាសូមអញ្ជើញបង Juvie បាទអូមែនសូមបាទគឺយើងឮសំឡេងទាំងអស់គ្នាតែម្ដងអញ្ចឹងគឺពិបាកនឹងងាកាត់តែលទ្ធផលយើងបានរកឃើញហើយចឹងសូមសម្លេងខ្លាំងអ្នកដែលបន្ទាប់គឺមានឈ្មោះ Fighter ដែលមានឈ្មោះសូមសម្លេងខ្លាំងឲ្យ MJJ អបអរសាទរដល់ MJJ អ្នកទី5 Rapper Fighter ទី5ដែលអាចបន្តទៅកាន់វគ្គ Final វ៉ារវាង3រូបដែលមាន Long Way Crazy Lato គឺសិតតែជាជើងខ្លាំងដែលបានធ្វើបានល្អតាំងពីវគ្គ1រហូតមកដល់វគ្គ Semi Final នេះទាំង3អ្នកសិតតែជាអ្នកខ្លាំងប៉ុន្តែដោយសារតែវគ្គ Semi Final តម្រូវឲ្យមានតែ6រូបតែប៉ុណ្ណោះដែលអាចឆ្លងទៅវគ្គផ្ដាច់ព្រាត់បានអញ្ចឹងខណៈពេលនេះរវាង Long Way Crazy ហើយនិង Lato ថាតើម្នាក់ណាអាចបន្តដំណើរទៅកាន់វគ្គ Final ជាមួយនឹងកម្មវិធី Rapper Fighter រដូវកាលទី2សូមជ័យ Producer បង Juvieបានន័យថាដល់ពេលដែលលើឈ្មោះម្នាក់ហើយគឺ2នាក់ទៀតគាត់ត្រូវចាក់ចេញពីកម្មវិធីចឹងទាំងអស់គ្នា Fighter ចុងក្រោយដែលមានឈ្មោះឡើងទៅវគ្គផ្ដាច់ព្រាត់គឺវគ្គ Final គឺ Fighter ដែលមានឈ្មោះ Fighter ដែលមានឈ្មោះសូមនិយាយម៉ាសិនបានសូមនិយាយម៉ាសិនវិញ្ញាសាវគ្គនេះគឺអ្នកទាំងអស់គ្នាបានឃើញហើយគឺជាវិញ្ញាសាមួយពិសេសហើយក៏ជាវិញ្ញាសាមួយដែលក៏មិនស្រួលប្រហែលដែរហើយការកាត់ក្តីមិញក្នុងរយៈពេលក្នុងបន្ទប់1ម៉ោងហ្នឹងគឺមានការឆ្លោះតតៃគ្នាច្រើនដែរហើយប៉ុន្តែយើងរកឃើញបន្ទុកមតិភាគច្រើនអញ្ចឹងយើងដកស្រង់តាមបន្ទុកដែលណាដែលបានច្រើនជាងហើយការកាត់ក្តីមួយនេះគឺផាក់ផាយគ្នាគឺពួកគាត់ខុសគ្នាតែម្នាក់2បន្ទុក3បន្ទុកឯង Yeah so គឺសម្ពាធ
ទាំងអស់គ្នាសម្រាប់ខ្ញុំជា producer តែម្នាក់គត់គួយក៏អីប្រពន្ធណានេះម្នាក់គត់ទៅពេលអញ្ចឹងទៅគឺសម្ពាធមែនទេប៉ុន្តែបងចង់ឲ្យទាំងអស់គ្នាដឹងថាការប្រឡងគឺវាបែបហ្នឹងវាមានជាប់វាមានធ្លាក់កាលណាអ្នកដែលបង្កើតកំហុសគឺវាទៅតាមហ្នឹងយល់ទេប៉ុន្តែកំហុសវាជារឿងមួយដ៏ល្អសំខាន់គឺកុំបង្កើតកំហុសដដែល Alright ចឹងអ្នកដែលបានទៅវគ្គផ្ដាច់ព្រាត់ចុងក្រោយគេគឺ